មានខាស្រាលទេមកកាន់ទៀតtôi đưa mộtដាក់ទោសនឹងឲ្យឯកឧត្តមការទៅគុណជីវិតក៏ដូចជាដកសិទ្ធិយោបល់ថាមានការឆ្លើយតបយ៉ាងម៉េចទូរស័ព្ទដូចយើងនឹងស្នើសុំដោយបដិសេធចោលព្រោះថាអ្វីដែលយើងប្តឹងតនឹងសាលក្រមរបស់សាលាដំបងរាជធានីវិញនេះដោយសារតែយើងឃើញថាជាសាលក្រមមួយដែលដល់ភាពអយុត្តិធម៌ឲ្យកូនក្តីយើងហើយយើងមានផុសតាងគ្រប់គ្រាន់ដែលយើងបានដាក់នៅសាលាដំបងហើយត្រូវបានសាលាដំបងមិនបានយកចិត្តទុកដាក់ទៅលើផុសតាងគ្រប់ជ្រុងជ្រោយរបស់សហគមន៍នេះបានថាគិតថាកលៈទេសៈនេះសភាពការជាសកលផងសភាពការតំបន់ផងក៏ដូចជាបញ្ហាប្រជាប្រដ្ឋនៅក្នុងស្រុកផងរាជរដ្ឋាភិបាលគួរតែស្វែងរកការបញ្ចប់រឿងក្តីឧត្តមកម្មសិក្ខាឲ្យសាសនាជាតិដើម្បីឲ្យស្ថានភាពសេដ្ឋកិច្ចនយោបាយវិលមកភាពប្រក្រតីរាល់ដងគឺខ្ញុំតែងតែមកចូលរួមដោយសារតែការឆ្លាញ់គ្រប់គ្រងនៅគោលការណ៍នយោបាយរបស់លោកធានគឹមសុខាខ្ញុំជាប្រជាពលរដ្ឋម្នាក់ខ្ញុំតែងតែមានសេចក្តីសង្ឃឹមជានិច្ចថាតុលាការនឹងត្រូវតែដោះលែងនិងទម្លាក់ចោលរាល់បទចោទទាំងអស់ទៅលើលោកធានដើម្បីឲ្យលោកមានសេរីភាពឡើងវិញហើយជាពិសេសប្រទេសជាតិរបស់យើងបច្ចុប្បន្នគឺយើងមានការបៀតបៀនពីសត្រូវជ្រៀនពៀនរបស់យើងផងហើយយើងត្រូវការឯកភាពផ្ទៃក្នុងជាតិរបស់យើងជាចាំបាច់បំផុតក្នុងការឈានទៅរកដោះស្រាយបញ្ហារបស់ជាតិធំៗរបស់យើងបាទជាចំណិតរបស់ខ្ញុំគឺសំណូមពរចង់ឲ្យតុលាការនឹងទម្លាក់បទចោទទាំងស្រុងលើគាត់ដើម្បីផ្សះផ្សាបង្រួបបង្រួមជាតិខ្មែរយើងឡើងវិញកុំឲ្យមានបែកបាក់គ្នាកុំឲ្យមានប្រេះឆាគ្នាតទៅទៀតពីព្រោះអីខ្ញុំមើលឃើញតែឧត្តមកឹមសុខាគាត់មានឧត្តមគតិស្រឡាញ់ជាតិគិតជាតិមិនមានគំនិតអីដែលក្បត់ជាតិទេនឹង